បងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលមាន account Facebook 2ខ្ញុំណែនាំឲ្យបងប្អូនធ្វើការ clone Facebook របស់យើងចេញជា2ទៅដើម្បីងាយស្រួលយើងគ្រប់គ្រងគណនីរបស់យើងឬមួយក៏បងប្អូនមាន account មួយហើយមាន page មួយក៏បងប្អូនអាច clone Facebook ជា2ទៅដើម្បី Facebook មួយយើងគ្រប់គ្រង account ហើយ Facebook មួយទៀតយើងគ្រប់គ្រង page របស់យើងអញ្ចឹងណាបងប្អូនដើម្បីកុំឲ្យពិបាកចូលទៅក្នុង Facebook account ហើយយើង login ចូលទៅ page ទៅមកអញ្ចឹងធ្វើឲ្យវាយូរអញ្ចឹងណាបងប្អូនអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀប clone Facebook មួយទៀតនៅក្នុងទូរស័ព្ទដៃរបស់យើងជាពិសេសនៅក្នុងទូរស័ព្ទដៃ Oppo អញ្ចឹងជាដំបូងបងប្អូនចូលមកកន្លែងការកំណត់បន្តមកទៀតបងប្អូនអូទៅក្រោមសម្រាប់ទូរស័ព្ទដៃ Oppo គឺវានៅត្រង់កន្លែងពាក្យថាកម្មវិធីនេះបងប្អូនចុចលើនឹងមកបន្តមកបងប្អូនមើលជួរទី2គេដាក់ថា clone កម្មវិធីបងប្អូនចុចលើនឹងមកបន្តមកបងប្អូនចុចពាក្យថាយល់ព្រមហើយកម្មវិធីដែលយើងអាច clone បានមានប៉ុណ្នេះអានេះសម្រាប់ទូរស័ព្ទដៃរបស់ខ្ញុំអញ្ចឹងបងប្អូនចង់ clone Facebook បងប្អូនចុចត្រង់កន្លែង Facebook មកបន្តមកយើងគ្រាន់តែធ្វើការចុចបើកវាមកអញ្ចឹងការ clone របស់យើងគឺបានជោគជ័យបងប្អូនអញ្ចឹងយើងថយទៅមើលវិញចង់ដឹងថាវាបានឬនៅនេះបងប្អូននេះគឺជា Facebook របស់យើងតាមរបស់យើងខាងឆ្វេងនេះហើយខាងស្ដាំគឺជា Facebook ដែលយើងទើបតែ clone បានអញ្ចឹងយើងចូលមកក្នុង Facebook ដែលទើបតែ clone បានមិញហ្នឹងមកបន្តមកបងប្អូនវាយលេខទូរស័ព្ទហើយនឹងពាក្យសម្ងាត់របស់បងប្អូនមួយទៀតដែលចង់ដាក់នៅក្នុង Facebook ដែលយើងបាន clone ហ្នឹងបងប្អូនវាបញ្ចូលមកបន្តមកចុចពាក្យថាចូលគណនីជាការស្រេចអរគុណច្រើនបងប្អូនអរគ្នាវីដេអូនេះមានតែប៉ុណ្្នឹងទេហើយកុំភ្លេចចុច like ហើយ subscribe អ្នកមួយផងដើម្បីទទួលបានវីដេអូចែករំលែកថ្មីៗទៀតអរគុណច្រើនជួបគ្នាវីដេអូក្រោយ